តអ្វីបានជាកូរ៉េខាងត្បូងបង្កើតយន្តហោះចម្បាំងខ្លួនឯងបន្ទាប់ពីអាមេរិកបដិសេធមិនលក់បច្ចេកវិទ្យាដែលខ្លួនត្រូវការបំផុតមនុស្សភាគច្រើនគិតថាប្រទេសជាសម្ព័ន្ធមិត្តគ្រាន់តែទិញយន្តហោះចម្បាំងអាមេរិកនៅពេលពួកគេត្រូវការវាប៉ុណ្ណោះដូចជា F-35 F-16 F-15 ដោយគ្រាន់តែចុះកិច្ចសន្យាសរសេរមូលបទានបត្រនិងទទួលយកការប្រគល់ទំនិញប៉ុន្តែនេះជាអ្វីដែលបានកើតឡើងនៅពេលដែលកូរ៉េខាងត្បូងបានស្នើសុំបច្ចេកវិទ្យាជឿនលឿនជាក់លាក់មួយចំនួនជាផ្នែកនៃកិច្ចព្រមព្រៀងទិញ F-35 របស់ខ្លួនអាមេរិកបាននិយាយថាទេប្រព័ន្ធ sensor fusion មួយចំនួនបច្ចេកវិទ្យារ៉ាដាមួយចំនួននិងសមត្ថភាពសង្គ្រាមអេឡិចត្រូនិកមួយចំនួនត្រូវបានបដិសេធទាំងស្រុងបច្ចេកវិទ្យាដដែលទាំងនោះដែលធ្វើឲ្យ F-35 ក្លាយជាយន្តហោះជំនាន់ទី5យ៉ាងពិតប្រាកដត្រូវបានបដិសេធមិនផ្ដល់ឲ្យសម្ព័ន្ធមិត្តជិតស្និទ្ធបំផុតមួយនៅអាស៊ីរបស់អាមេរិកឡើយប៉ុន្តែនេះជាការសម្ងាត់ទី1ដែលគ្មាននរណានិយាយដល់កូរ៉េខាងត្បូងបានឆ្លើយតបដោយការចាប់ផ្ដើមគម្រោងយន្តហោះចម្បាំងក្នុងស្រុកដ៏ឆ្នើមបំផុតនៅក្នុងប្រវត្តិសាស្ត្រអាស៊ីក្រៅពីប្រទេសចិន KF-21 Borame គឺជាយន្តហោះចម្បាំងចំនួនទី 4.5 ដែលត្រូវបានអភិវឌ្ឍទាំងស្រុងនៅក្នុងប្រទេសកូរ៉េខាងត្បូងដោយមានដៃគូមិនធម្មតាមួយគឺឥណ្ឌូនេស៊ីប្រទេសដែលស្ទើរតែគ្មានបទពិសោធន៍ក្នុងការអភិវឌ្ឍយន្តហោះចម្បាំងជឿនលឿនបានយល់ព្រមផ្ដល់វិភាគទាន 20% នៃគម្រោងជាថ្នូរនឹងការផ្ទេរបច្ចេកវិទ្យាបន្ទាប់មកពួកគេបានឈប់បង់ប្រាក់បន្ទាប់ពីទទួលបានចំណេះដឹងបច្ចេកទេសសំខាន់ៗរួចហើយដោយទុកឲ្យកូរ៉េខាងត្បូងរ៉ាប់រងការខ្វះខាតថវិកានេះតែម្នាក់ឯងប៉ុន្តែនេះជាការសម្ងាត់ទី2ក្នុងអំឡុងពេលអភិវឌ្ឍ KF-21 អាជ្ញាធរកូរ៉េខាងត្បូងបានចាប់ខ្លួនអ្នកស្រាវជ្រាវម្នាក់ដែលព្យាយាមលួចលាក់ឯកសារសម្ងាត់នៃគម្រោងចេញពីប្រទេសតម្រង់ទិសដៅទៅឲ្យមហាអំណាចបរទេសគម្រោងអាកាសចរដ៏រសើបបំផុតនៅក្នុងប្រវត្តិសាស្ត្រកូរ៉េត្រូវបានបែកធ្លាយពីខាងក្នុងមុនពេលយន្តហោះបានហោះហើរទៅទៀតប៉ុន្តែនេះជាការសម្ងាត់ទី3ដែលគ្មាននរណានិយាយដល់ KF-21 បានធ្វើការហោះហើរលើកដំបូងរបស់ខ្លួននៅក្នុងឆ្នាំ 2022 ដោយអនុវត្តបានល្អលើសពីការរំពឹងទុកលើគ្រប់សញ្ញាករដែលបានវាយតម្លៃប៉ុន្តែនេះជាព័ត៌មានលម្អិតដែលផ្លាស់ប្ដូរអ្វីៗគ្រប់យ៉ាងឥឡូវនេះអាមេរិកកំពុងតាមដានមើលគម្រោង KF-21 ដោយក្តីបារម្ភយ៉ាងពិតប្រាកដប្រទេសដែលពួកគេបានបដិសេធមិនចែករំលែកបច្ចេកវិទ្យាជាមួយបានបង្កើតអ្វីមួយដែលមានសមត្ថភាពខ្ពស់ដែលនៅទីបំផុតវាអាចនឹងប្រកួតប្រជែងដោយផ្ទាល់ជាមួយយន្តហោះចម្បាំងអាមេរិកនៅក្នុងទីផ្សារនាំចេញកូរ៉េខាងត្បូងបានសុំបច្ចេកវិទ្យាពីអាមេរិកបានបដិសេធកូរ៉េខាងត្បូងក៏បានបង្កើតវាតែម្ដងហើយថែមទាំងអាចបង្កើតគូប្រជែងនាពេលអនាគតនៅក្នុងដំណើរការនេះទៀតផង